បាទសួស្តីនៅពេលនេះខ្ញុំនឹងបង្ហាញអ្នកប្រើប្រាស់អំពីរបៀបនៃការប្រើ admin page របស់ website អញ្ចឹងនៅក្នុងនេះគឺយើងមានខ្ញុំនឹងបង្ហាញពី website មួយឈ្មោះថា Amenity Cambodia អញ្ចឹងដំបូងគឺយើងចូលទៅកាន់ website របស់យើង www.amenitycambodia.com បាទនេះគឺជារូបរាងរបស់ website របស់យើងគឺជា interface ខាងមុខដែលអ្នកណាក៏អាចមើលឃើញបានដែរទាំង visitor ទាំងអ្នកផ្សេងទៀតក៏អាចមើលឃើញធម្មតាដូចគ្នាអញ្ចឹងនៅលើ website នេះគឺយើងមិនអាចបដូរទិន្នន័យអីផ្សេងបានទេហើយបើសិនជាយើងចង់បដូរទិន្នន័យអីផ្សេងបានគឺតើតែយើងនឹងគឺចូលទៅកាន់ admin របស់វាអញ្ចឹងដោយសារ website មួយនេះគឺខ្ញុំបានដាក់ admin របស់វាទៅកាន់ address គឺ administrator គឺ amenity cambodia/administrator ហើយយើង enter អូខេនេះគឺជាផ្ទៃ home page ដំបូងរបស់ administrator របស់យើងអញ្ចឹងនៅក្នុងនោះគឺខ្ញុំបានបង្ហាញអំពីព័ត៌មានទ្រុសទាក់ទងជាមួយនឹងទិន្នន័យដែលនៅក្នុង record ដែលនៅក្នុង website របស់យើងអញ្ចឹងក្នុងនោះមានដូចជា web page menu គឺយើងមាន4 slide ហើយ product category product item type of packaging workshop about us ហើយយើងsign out ហើយត្រង់នេះគឺជាព័ត៌មានទ្រុសទាក់ទងទៅនឹងអ្វីដែលប្លែកសម្រាប់អ្នកប្រើប្រាស់ដែលមួយចំនួនគាត់មិនទាន់បានដឹងដូចជាពាក់ព័ន្ធជាមួយនឹងអ្វីទៅដែលហៅថា SEO គឺយើងហៅថា Search Engine Optimization អញ្ចឹងនៅក្នុងនោះគឺមានដូចជា site keyword site description និង site title អញ្ចឹងអ្នកទាំងអស់គ្នាអាចអានព័ត៌មានលម្អិតបាននៅក្នុងនេះហើយខ្ញុំនឹងបញ្យល់ទ្រុសបន្ថែមទៀតនៅពេលក្រោយអូខេបន្តមកទៀតគឺយើងត្រូវចូលទៅកាន់ប៊ូតុងមួយ login ដែលនៅខាងឆ្វេងដៃរបស់យើងហើយបន្តមកទៀតគឺយើងត្រូវ login ចូលនៅក្នុងនោះមាន login option គឺមាន auto login anti logout save my username ហើយនឹង always ask me អញ្ចឹងខ្ញុំជ្រើសរើសយក auto login បើសិនជាខ្ញុំមិន log out វាទេគឺវា login auto ខ្ញុំមិនចាំបាច់វាយ password ឬ username ដែរទេអញ្ចឹងជាដំបូងគឺយើងត្រូវមាន admin យើងត្រូវមាន user មួយជាមួយនឹង password មួយ5ចុះចឹងដាក់ថា add user can add only ចឹង user level របស់ខ្ញុំដាក់ឈ្មោះថា user can add only ចឹងគាត់អត់មានសិទ្ធិ edit ទេវា user okay នេះគឺយើង user add only បន្ទាប់ទៀតយើង click ទៅលើ user មួយនេះដោយសារមិញគឺយើងបានដាក់ permission ទៅហើយ permission របស់វានឹងគឺមានន័យថា add ទិន្នន័យបាន copy ទិន្នន័យបានហើយនឹង view ទិន្នន័យបានតែมันអាច edit ហើយក៏มันអាចលុបដែរប៉ុន្តែការកំណត់អំបញ្ញមិញគឺមានន័យថាយើងកំណត់សិទ្ធិទាំងអស់ទៅលើ menu របស់យើងទៅលើ menu នៅលើ admin របស់យើងនេះមានន័យថាគាត់អាច add ទិន្នន័យចូល website បានគ្រប់កន្លែងទាំងអស់អញ្ចឹងយើងចូលមកមើល permission បន្ថែមតែយើងគួរដោះអ្វីហើយដាក់អ្វីថែមទៅឲ្យវិញអញ្ចឹងនៅក្នុងនោះ user ប្រភេទមិញហ្នឹងតើយើងចង់ឲ្យគាត់ធ្វើការទៅលើ table ណាបានខ្លះទៅលើប្រភេទទិន្នន័យណាបានខ្លះអញ្ចឹងឧទាហរណ៍ទិន្នន័យរបស់ web page តើយើងចង់ឲ្យគាត់ add បានដែរឬទេបើយើងចង់គាត់ add បានយើងកុំដោះទេតែបើប្រភេទទិន្នន័យមួយចំនួនឧទាហរណ៍ថាសិទ្ធិរបស់គាត់គឺបានត្រឹមតែ add ទិន្នន័យទេគាត់មិនអាច add user ផ្សេងបានទេហើយគាត់ក៏មិនចាំបាច់មើល user ណាផ្សេងឃើញបានដែរអូខេហើយគាត់ក៏មិនមានសិទ្ធិនៅក្នុងការកំណត់សិទ្ធិទៅឲ្យនរណាម្នាក់ទៀតដែរអញ្ចឹងយើងដោះទៅចេញទៅអូខេហើយមួយទៀតគឺនេះគឺត្រង់នេះគឺចំណុចសម្រាប់តាមដានអ្នក user ហ្នឹងតើគាត់ log ចូលហើយគាត់បានធ្វើអ្វីខ្លះនៅលើ website គឺសម្រាប់តាមដានអញ្ចឹងនេះគឺប្រើសម្រាប់បដូរទិន្នន័យនៅលើ home page នេះមិញអញ្ចឹងគាត់ក៏អត់មានសិទ្ធិទៅដូរនឹងដែរព្រោះគាត់គ្រាន់តែជា user មួយដែលមាន
level នៃការគ្រប់គ្រងហ្នឹងគឺត្រឹមតែដូរទិន្នន័យ website មួយចំនួនប៉ុណ្ណោះអញ្ចឹងដូចជា social network ក៏មិនចាំបាច់ឲ្យគាត់ឃើញគាត់ដូរដែរcontact អូខេយើងទុកឲ្យគាត់ឃើញចុះ hot here អូខេយើងទុកឲ្យគាត់ view យើងមិនឲ្យគាត់ add time ទេហើយក៏មិនឲ្យ edit ដែរ social network ដូចគ្នាអូខេ about a slide ចឹងខ្ញុំ add user មួយរួចហើយបន្តមកទៀតយើងមើលនៅក្នុងនេះតើ table នៅក្នុងនេះមានអីខ្លះនីមួយរបស់វាចឹងឧទាហរណ៍ដូចជា menu មួយខ្ញុំដាក់ឈ្មោះថា admin home page ចឹង menu មួយនេះគឺប្រើសម្រាប់បង្ហាញទិន្នន័យដែលនៅក្នុង home page របស់ admin តែប៉ុណ្ណោះមិនបានបង្ហាញទៅលើ website របស់យើងទេចឹង website របស់យើងគឺ amenity.com ចឹងទិន្នន័យដែលនៅក្នុងនេះមិញនេះគឺនៅក្នុងតារាងមួយនេះគឺមិនបានបង្ហាញនៅលើ web page នេះទេគឺវាបង្ហាញតែនៅលើ admin ត្រង់នេះតែប៉ុណ្ណោះចឹងនេះគឺទិន្នន័យទី1ត្រង់នេះហើយត្រង់នេះគឺជាទិន្នន័យទី2គឺ row 1 row 2 នៅក្នុងនេះនេះគឺនៅក្នុងនេះចឹងយើងអាច edit បានហើយក៏អាច add time បានដែរប្រសិនបើយើង log in បែប user ដែលគេអនុញ្ញាតឲ្យចូលប្រើប្រាស់តែដោយសារនេះគឺខ្ញុំ log in ជាមួយនឹង user level ខ្ពស់បំផុតហើយខ្ញុំអាចបាក់ដូរទិន្នន័យនៅលើនេះបានទាំងអស់អញ្ចឹងទិន្នន័យមួយនេះគឺសម្រាប់បដូរនៅលើ home page ហើយ web page គឺសម្រាប់បដូរទិន្នន័យទៅតាម page នីមួយៗរបស់ website យើងដូចជា home page ចំពោះ page ណាដែលអត់មាន sub menu សូមបញ្ជាក់បាទគឺទិន្នន័យទាំងអស់នេះគឺសម្រាប់ធ្វើតែនៅលើ page ណាដែលអត់មាន sub menu តែប៉ុណ្ណោះអញ្ចឹងឧទាហរណ៍ដូចជា home page ដូចជា type of packaging product workshop ជាមួយនឹង contact អញ្ចឹងយើងមានប្រមាណគឺ4អញ្ចឹងក្នុងនេះយើងមាន4ហើយសូមបើសិនជាអាចសូមកុំលុបវាចោលអីបើសិនបើយើងលុបចោលតែយើងអត់ចេះមើល page នេះអញ្ចឹង page នេះគឺខ្ញុំយកវាមកតាមរយៈការកាត់ពីនេះមកអញ្ចឹងឧទាហរណ៍ខ្ញុំចុចទៅលើមួយអញ្ចឹងគឺ type of packaging គឺ .php អញ្ចឹងបើសិនបើយើងលុបចោលសូមកុំភ្លេចគឺបើបង្កើតមកវិញគឺត្រូវបោះនេះឲ្យបើសិនជាអត់ដាក់ហ្នឹងទេទិន្នន័យហ្នឹងគឺអត់រត់ចូលទៅក្នុង page ហ្នឹងទេបន្តមកទៀតយើងមាន menu slide menu slide គឺប្រើសម្រាប់ slide ដែលនៅលើ home page អញ្ចឹងយើងអាចផ្លាស់ប្ដូររូបភាព slide នៅលើ home page នេះបានមួយទៀតគឺ hot deal នេះគឺប្រើសម្រាប់ contact address ដែលនៅខាងក្រោមនេះអញ្ចឹងមានដូចជា address ជាមួយនឹងលេខទូរស័ព្ទជាមួយនឹង email ផ្សេងៗបន្តមកទៀតគឺ about us នេះគឺសម្រាប់បដូរទិន្នន័យ sub menu ដែលស្ថិតនៅក្នុង about us menu នេះអញ្ចឹងមានដូចជាខ្លះ about Amenity Cambodia company background vision mission អញ្ចឹងនៅក្នុងហ្នឹងគឺមាន3នេះអញ្ចឹងយើងអាចផ្លាស់ប្ដូរបានហើយក៏អាច add time បានដែរហើយក៏អាចលុបចោលបានដែរអញ្ចឹងទៅទៀតខ្ញុំនឹងបង្ហាញពីរបៀបលុបរបៀបអីគឺសាមញ្ញងាយស្រួលតមកទៀតគឺក្នុង contact គឺនៅក្នុង menu contact របស់យើងនេះគឺយើងឃើញមានទិន្នន័យរបស់វាគឺ2នៅក្នុងនេះគឺមានទី1គឺទីតាំងភ្នំពេញ head office ហើយទី2គឺ Siem Reap office អញ្ចឹងក្នុងនោះយើងមានព័ត៌មានលម្អិតដូចជាអាសយដ្ឋានលេខទូរស័ព្ទemail fax ជាមួយនឹង content ផ្សេងៗទៀតដែលយើងចង់សរសេរអញ្ចឹងនៅក្នុងនោះយើងមាន2នេះណាហើយ add បន្ថែមបានហើយយើងមាន menu product យើងមាន menu packaging ហើយយើងមាន menu workshop ហើយយើងមាន menu social network ហើយនិង menu សម្រាប់គ្រប់គ្រង user អញ្ចឹងមិញគឺខ្ញុំបានបង្កើតបកមកមើល user level វិញគឺខ្ញុំបានបង្កើត user level ថ្មីមួយគឺ user level នេះគឺសម្រាប់តែ add ទិន្នន័យទេអញ្ចឹងយើងមកមើល permission ឡើងវិញព្រោះអីមិញខ្ញុំបានដោះ tick មួយចំនួនចេញពី menu នេះ
làm bay của mọi quạt lọc trồ máu quạt ạc mưa khơi menu này chân ta menu mùi nào khác đấy quạt mưa khơi chân của tôi là hot deal user mùi này cứ quạt bàn trăm tàn mưa vì dù mưa bán hay search bàn search tên này này nông nắng bàn tay mình miên sự cái mình miên sự lúc hai con mình miên sự bằng hàng từ lượt tên đấy hot deal menu hot deal menu hot deal hai cái to mà tiếp đối chia menu so này với user là well user can add only ní mình add bạc qua hai con mình add mơ khơi tầm đòn trong cuốn menu mùi này np để quạt np để menu user nào muối để mình xịt bản này hai thẹp bò mùi ní cái quạt mình add mơ khơi còn mà cái quạt mơ khơi thế muối ní cái quạt mơ khơi này chắc quạt add khơi cái mà nó chắc trong update về tế của nhau mặt cho để tên mấy trong bữa to mà tiếp nhông nâng bằng cao user mùi chân như 10 bị này cả bằng cao nhưng bằng cao user mấy muối user add only mình ngắn chân được nông nuôi dân trời đã rút đồng nàng và ao user account mà dương mùi chân bữa to dân vô rút đã hai bữa to mà tiếp khi dương trời bằng pin người user name xong rồi login chân to nhưng cả user name là test hay password cứ test môi kỳ 7 hai bữa mà tiếp cứ nhầm lại cho một thằng Mister ok nhầm lại cho một nhóm này đây cái nhóm cộng máu email một nhóm quay về khởi của bán toàn tiết nó cứ tròn nó cứ dương pa sầm mặt chơi dục sực một pra chân mạnh như một ca sực mỗi một tháng user can add only hay user nó cứ dương từ thích lừa active ní và sau bây giờ mình thực tế user nó tụi bây chỉ bằng cao hai cái đó rồi còn mình nên sựcក្នុងការ login ចូលបានដែរពីព្រោះយើងមិនឲ្យ user មួយហ្នឹងគាត់មានសិទ្ធិក្នុងការ login ចូលទេព្រោះយើងដោះ active ចេញអញ្ចឹងយើងធម្មតាគឺយើងត្រូវកំណត់ហើយគឺយើងthíchយកវាតោះមកខ្ញុំaddសូមព្យាយាមចងចាំមើល menu ដែលនៅខាងនេះអញ្ចឹងវាមានដូចជា admin home ដូចជា web page slide hot deal social network like that អញ្ចឹងបន្តមកទៀតខ្ញុំ log out ចេញដើម្បីខ្ញុំ log in ជាមួយនឹង user នេះវិញអូខេខ្ញុំ log in ជាមួយ user មួយខ្ញុំកាត់តែហ្នឹងបន្តមកទៀត password ខ្ញុំហើយខ្ញុំ log in ចូលចាំមើលយើងមើលពីភាពខុសប្លែកគ្នាអញ្ចឹងយើងបានចូលមកដល់ហើយអញ្ចឹង menu មួយចំនួនគឺត្រូវបានដកចេញมันមានឲ្យគាត់ប្រើប្រាស់បានទេហើយនេះគឺជា user account របស់យើងជាមួយយើងជាមួយនឹងដំណើរនៅក្នុង web page គឺមានន័យថាគាត់អាចចូលទៅកាន់ web page នេះបានប៉ុន្តែអ្វីខ្លះដែលគាត់អាចធ្វើបានគឺគាត់អាច add ទិន្នន័យបានប៉ុន្តែគាត់មិនមានសិទ្ធិកែទៅលើទិន្នន័យដែល add ហើយទេអញ្ចឹងយើងមើលប្រភេទទិន្នន័យនេះមិញគឺគាត់អត់មានសិទ្ធិក្នុងការកែទិន្នន័យបុកបានត្រឹមតែ view ហើយនឹង copy មានន័យថាគឺយើង add ថ្មីមួយទៀតប៉ុន្តែគាត់ថាចម្លងទិន្នន័យចេញពី row នេះមកហើយគាត់អាច change password របស់គាត់បានអញ្ចឹងគ្រប់ទិន្នន័យទាំងអស់នៅក្នុងនេះគឺមានន័យថា user level ហ្នឹងគឺបានត្រឹមតែចម្លងទិន្នន័យថ្មីមួយទៀតហើយនឹង add ទិន្នន័យគាត់អត់មានសិទ្ធិលុបអត់មានសិទ្ធិកែរបស់យើងនេះអញ្ចឹងយើង log out ទៅវិញ log out ទៅវិញខ្ញុំទៅប្រើខ្ញុំទៅមើល user level ខ្ពស់របស់ខ្ញុំវិញចឹងខ្ញុំមើល user របស់ពួកខ្ញុំគឺខ្ញុំមានសិទ្ធិគ្រប់គ្រងទាំងអស់ចឹងខ្ញុំមើល user នេះអូខេ